កន្លងទៅដោយសុបិនអាប់បាក់ឡាក់អោជីវិតខ្ញុំអើយគ្មានអ្នកណាយល់ចិត្តដែលលើវិថីឯកាពោពេញដោយភាពស្មុគស្មាញរឿងរ៉ាវមិនចេះចប់មិនចេះរសាយហេតុអ្វីជីវិតខ្ញុំលំបាកអ្វីម្លេះខំយ៉ាងណាក៏មិនឃើញថ្ងៃល្អហត់នឹងជីវិតនេះបញ្ហាមិនចេះចប់ហត់នឹងការឆ្លូហត់នឿយនឹងការវែកញែបេះដូងខ្ញុំត្រូវធ្លុះធ្លាយស្ទើររាល់ថ្ងៃរស់នៅក្នុងភាពអស់សង្ឃឹមមិនដឹងត្រូវទៅទីណាស្នាមញញឹមដែលធ្លាប់មានភាពកក់ក្ដៅដែលធ្លាប់ឲ្យការជួបជុំដោយក្តីរីករាយបែរជាបាត់អស់សល់តែភាពស្ងៀមស្ងាត់យប់មកដល់ពេលណាភាពឯកាចូលមកបនលប់មិនមាននរណាម្នាក់យល់ពីខ្ញុំទេតែងសួរខ្លួនឯងតើត្រូវបន្តដល់ណាហត់នឹងជីវិតនេះបញ្ហាមិនចេះចប់ហត់នឹងការឆ្លូហត់នឿយនឹងការវែកញែបេះដូងខ្ញុំត្រូវបាក់បាយស្ទើររាល់ថ្ងៃរួមនៅក្នុងភាពអស់សង្ឃឹមមិនដឹងត្រូវទៅទីណាបើអាចជ្រើសបានខ្ញុំចង់សម្រាកចាក់ចេញពីរឿងគ្រប់យ៉ាងដែលធ្វើឲ្យខ្ញុំនឿយហត់អោកូនសំឡាញ់ប៉ាបើសិនគ្មានប៉ាតើកូនរងាយ៉ាងណាព្រោះកូនដើម្បីកូនទាំង3ទើបប៉ាស៊ូគ្រប់យ៉ាង